ពលិសថៃស្ម័គ្រចូលរោងចក្របារីអេឡិចត្រូនិកខុសច្បាប់គាត់ខ្លួនជនសង្ស័យបាន29នាក់ពលិសថៃស្ម័គ្រចូលទីតាំងផលិតបារីអេឡិចត្រូនិកខុសច្បាប់មួយកន្លែងនៅស្រុកខុនខុនកាលពីថ្ងៃសៅរ៍ដោយរឹបអូសឧបករណ៍អេឡិចត្រូនិកជាង 21000 និងចាប់ខ្លួនជនសង្ស័យចំនួន29នាក់រួមទាំងជនបរទេសនេះបើយោងតាមកាសែតបាងកកផប៉ូលីសបានសម្រុកចូលអគារពាណិជ្ជកម្មកម្ពស់3ជាន់នៅផាកហុំយុធិនស80ក្នុងសង្កាត់ឡាំឡកាដែលត្រូវបានបន្លំជាកន្លែងផលិតបារីអេឡិចត្រូនិកត្រង់ទេធំនៅខាងក្រោយការិយាល័យនិងអគារស្នាក់នៅរបស់កម្មករប៉ូលីសបានរកឃើញរោងចក្រធំទូលាយមួយការចុះបង្ក្រាបបានឃាត់ខ្លួនមនុស្ស29នាក់ក្នុងនោះជនជាតិចិនម្នាក់ថៃ7នាក់វៀតណាម2នាក់ខ្មែរ19នាក់ជនសង្ស័យជនជាតិចិនត្រូវបានគេកំណត់អត្តសញ្ញាណថាឈ្មោះលូជីងកើត្រូវបានគេចោទប្រកាន់ថាជាអ្នកគ្រប់គ្រងរោងចក្រនិងជាគ្រូបង្ហាត់ការដំឡើងឧបករណ៍អាជ្ញាធរបានរឹបអូសបារីអេឡិចត្រូនិកចំនួន 21000 ម៉ាតផ្សេងៗគ្នាដែលមានតម្លៃ 6.1 លានបាតហើយក៏បានរឹបអូសឧបករណ៍ម៉ាស៊ីនផ្សារភ្ជាប់ផ្លាស្ទិកឧបករណ៍ទេពផ្សែងម៉ាស៊ីនបំពេញរាវផ្លាស្ទិកនិងឧបករណ៍ដំឡើងផ្សេងៗទៀតជនសង្ស័យនិងវត្ថុតាំងទាំងអស់ត្រូវបានប្រគល់ទៅកាន់ប៉ុស្តិ៍នគរបាលឃុំបានឡុងដើម្បីចាត់ការតាមនីតិវិធីច្បាប់